មែនមួយសន្ទុះក្រោយមកកិច្ចប្រជុំដ៏ច្របល់នេះក៏បានបញ្ចប់ពួកមន្ត្រីបានចាកចេញម្ដងម្នាក់ទាំងនៅតែជជែកគ្នាអំពីរឿងនោះបរិះពីរនាក់ក្នុងអាវធំពណ៌ស្វាយនិងពណ៌ខៀវបានដើរទន្ទឹមគ្នាចុះតាមកម្ដាឌូកវូស្វានមិនអាចទប់មាត់បានក៏និយាយថាបងជៀនសានតើជាងជួរនោះបានផ្ដល់ថ្នាំសណ្ដាំអ្វីខ្លះទៅព្រះនាងធ្វើឲ្យព្រះនាងយល់ព្រមតាមសំណើដ៏គួរឲ្យអស់សំណើចបែបនេះឌូកជៀនសានមើលទៅហាក់ដូចជាមិនភ័យព្រួយអ្វីឡើយគាត់ញញឹមហើយផ្ដល់ដំបូលថាបងវូស្វានហេតុអ្វីបានជាបងនិយាយបែបនេះការសហការជាមួយពូជសាសន៍មនុស្សគឺមានតែផលចំណេញសម្រាប់ទូសានឡានប៉ុណ្ណោះគ្មានផលប៉ះពាល់អ្វីឡើយប៉ុន្តែឌុកវូកសួនមិនយល់ស្របឡើយការមើលងាយរបស់គាត់ចំពោះពូជមនុស្សបានឡើងដល់កំពូលតើអ្វីទៅជា Heretical Immortal Alliance ពួកគេគ្រាន់តែជាក្រុមមនុស្សមួយកម្ដាប់ទូចប៉ុណ្ណោះតើពួកគេមានលក្ខណៈសម្បត្តិអ្វីខ្លះមកសហការជាមួយយើងតើឌូកជៀនសានដែលជាអ្នកប្រាជ្ញអាចអង្គុយមើលគេជេរប្រមាថអ្នកដទៃយ៉ាងដូចម្តេចបានគាត់បានរំលឹកដោយមើងម៉ាត់ថាបងវូកសួនសូមប្រយ័ត្នសម្ដីច្រកផ្លូវរវាងអាណាចក្រទាំងពីរគឺស្ថិតនៅក្នុងដៃរបស់មីស្ទ័រជាងកុំភ្លេចថាមីស្ទ័រជាងក៏ជាមនុស្សដែរនៅពេលរំលឹកដល់មនុស្សដែលបង្កបញ្ហានេះឌូកវូកសួនក៏បានឈប់គាត់បានបន្តមើលងាយជាងជួរខ្ញុំសង្ស័យថាគាត់មិនអាចលុបបំបាត់អត្តសញ្ញាណខ្លួនឯងបានទេទឹកមុខដ៏អាក្រក់បានលេចឡើងនៅលើមុខរបស់ឌូកវូកសួនសម្ដីរបស់គាត់ហាក់ដូចជាមានន័យធំដុំប៉ុន្តែពោពេញទៅដោយភាពលោភលន់ប្រសិនបើគាត់ចេះខុសត្រូវគាត់គួរតែប្រគល់ច្រកផ្លូវរវាងអាណាចក្រទាំងពីរមកឲ្យយើងទុកឲ្យយើងជាអ្នកគ្រប់គ្រងអ្វីទាំងអស់ចោះឌូកជៀនសានក៏ឈប់ហើយឲ្យដំបូនដោយទន់ភ្លន់ថាមីស្ទ័រជាងមិនយល់ព្រមឡើយព្រះនាងច្បាស់ជាមានផែនការបន្ទាល់ខ្លួនរបស់នាងហើយវូកសួនបងប្រុសខ្ញុំបងគួរតែឈប់បង្កបញ្ហាទៅដោយមិនអើអឹបនឹងដំបូនឌូកវូកសួនបានបន្តដើរយ៉ាងក្រអឺក្រទួតដោយបន្សល់ឌូកជៀនសានឈរនៅទីនោះជាងជួរគឺមានជំរឿផ្សេងឡើយទុកឲ្យខ្ញុំជាអ្នកបញ្ជូរបញ្ចោលគាត់ចោះបងជៀនសានមិនបាច់ផ្ដល់ដំបូនឲ្យខ្ញុំទៀតទេអ្នកទាំងពីរមិនបានពិភាក្សាអ្វីទៀតទេហើយក៏ត្រឡប់ទៅវិញចៃដនអីជាងចែនិងលីនឈីងអ៊ីកំពុងតែធ្វើដំណើរទៅកាន់សាវធំហើយក៏កំពុងដើរក្នុងទិសដៅរបស់ពួកគេដែរភាគីទាំងពីរបានជួបគ្នាហើយឈប់ដើម្បីសួរសុខទុក្ខគ្នាជាងចែបានលើកដៃសំពាក់ហើយនិយាយទៅកាន់បុរៈចំណាស់ថាជំរាបសួរឌូកជៀនឆាន់ថ្ងៃនេះគ្មានម៉ោងបង្រៀនទេឬហេតុអ្វីបានជាឌូកជៀនឆាន់ចាក់ចេញពីលីងយ៉ាប្លេសឡែនឌូកវូស្វានបានងាកមុខចេញដោយក្តីមើលងាយឌូកជៀនឆាន់បានឆ្លើយតបទាំងញញឹមថាព្រះនាងបានកោះហើយធៀងបុរសចំណាស់ម្នាក់នេះត្រូវតែចេញមកខាងក្រៅខ្លះហើយក្រឡេកមើលមេតបចាស់ដែលមិនពេញចិត្តជាងចែក៏សួរដោយស្ទាបស្ទង់ថាឌូកជៀនឆាន់តើខ្ញុំអាចសួរបានទេថានេះគឺជាអ្នកណាឌូកវូស្វានក៏បានលើកដៃសំពះដែរប៉ុន្តែដោយភ្នែកដែលរួមតូចគាត់បានសម្លឹងមើលជាងចែដោយការមើលងាយនិងបានណែនាំខ្លួនឯងថាខ្ញុំគឺជាឌូកវូស្វានដែលត្រូវបានតែងតាំងដោយឋានសួគ៌ជាអ្នកការពារវូស្វានដោយយល់ពីអត្ថន័យនេះជាងចែបានអោនក្បាលនិងលើកដៃសំពះរួចនិយាយថាអូតាមពិតគឺជាឌូកវូស្វានសោះរំពេលនោះឌូកវូស្វានក៏បានលុតជង្គង់ចោះដៃទាំងពីរប្រណម្យហាក់ដូចជាកំពុងអង្វររកអ្វីម្យ៉ាងដែលធ្វើឲ្យទាំងជាងចែនិងឌូកជៀនឆាន់ភ្ញាក់ផ្អើលយ៉ាងខ្លាំងសកម្មភាពដែលមិននឹកស្មានដល់នេះបានធ្វើឲ្យជាងចែភ័យបន្តិចគាត់ប្រញាប់ជួយលើកគាត់ឡើងរួចនិយាយទាំងតក់ស្លុតថាទេឌូកវូស្វានតើលោកកំពុងធ្វើអ្វីនឹងប៉ុន្តែដេកវូសវូនមិនព្រមងើបឡើងឡើយគាត់នៅតែបន្តលុតជង្គង់ហើយនិយាយពាក្យដែលហាក់ដូចជាត្រឹមត្រូវនៅពេលដំបូងប៉ុន្តែតាមពិតគឺជាការបង្ខិតបង្ខំតាមរយៈសិលធម៌
Princess Mansion យល់ពីភាពត្រឹមត្រូវហើយអាចទទួលយកការសំពាក់នេះបានខ្ញុំជំពាក់គុណ Princess Mansion យ៉ាងធំធេងទៅថ្ងៃមុខ Princess Mansion គ្រាន់តែខិតខំបង្រៀនសិស្សសានុសិស្សនៅធូឆានទៅបានហើយចំណែករឿងដែលនៅសេសសល់ទុកឲ្យខ្ញុំជាអ្នកចាត់ចែងចុះប្រសិនបើមានបញ្ជាអ្វីខ្ញុំមិនហ៊ានប្រកែកឡើយយ៉ាងណាមិញភាពរុងរឿងរបស់ Two Chan Clan មិនអាចសម្រេចបានឡើយប្រសិនបើគ្មានការរួមចំណែកពី Princess Mansion នោះ Chang Jue មានអារម្មណ៍ច្របូកច្របល់បន្តិចហើយបានត្រឹមតែបង្ខំញញឹមរួចសួរថាតើភ្នាងមានការរួមចំណែកអ្វីទៅឌុកវូសានក៏ជួបសម្ដែងហើយក្រោកឈើឡើងរាល់ពាក្យសម្ដីរបស់គាត់ហាក់ដូចជាកំពុងសង្កត់លើ Chang Jue ទោះបីជា Princess Mansion គឺជាពូជមនុស្សប៉ុន្តែលោកតែងតែគិតគូរពីពូជសាសន៍របស់យើងឥឡូវនេះ Princess Mansion បានផ្ដល់ផែនការមួយដើម្បីប្រគល់ច្រកផ្លៃរវាងអាណាចក្រទាំងពីរមកឲ្យពូជសាសន៍របស់យើងឌុកវូសានលែងលាក់បាំងបំណងរបស់គាត់ទៀតហើយដោយឈរយ៉ាងក្រអឺតក្រទើមនៅចំពោះមុខជាងយួយការគោរពពីមុនរបស់គាត់បានរលាយបាត់ទៅជំនួសមកវិញនៅទឹកមុខដ៏អាក្រក់គាត់បានបន្តថាតាមរបៀបនេះត្រកូលរបស់យើងនឹងក្លាយជាត្រកូលតែមួយគត់នៅក្នុង Kingdom of 10,000 Demons ដែលអាចទាក់ទងជាមួយពូជមនុស្សបានតើនេះមិនមែនជាការរួមចំណែកដ៏អស្ចារ្យទេឬចាងជួយបានដិនភ្លាមអំពីចេតនាអាក្រក់របស់បរិសនៅចំពោះមុខគាត់បានគិតក្នុងចិត្តថាបរិសចំណាស់ម្នាក់នេះហាក់ដូចជាមានបំណងមិនល្អសោះខ្ញុំមិនអាចបង្កបញ្ហានៅពេលនេះបានទេចាងជួយបានញញឹមយ៉ាងទន់ភ្លន់ហើយនិយាយថាតើ Lord Wuswan កំពុងមានប្រសាសន៍អ្វីនឹងការបើកផ្លូវរវាងអាណាចក្រទាំងពីរមិនមែនធ្វើផលប្រយោជន៍ដល់គ្រួសារតែមួយនោះទេវាក៏មានប្រយោជន៍យ៉ាងខ្លាំងដល់ Heretical Immortal Alliance របស់យើងផងដែរដោយចាប់បានពាក្យគន្លឹះនៅក្នុងសម្ដីរបស់ចាងជួយ Lord Wuswan ក៏បានតបវិញភ្លាមជាមួយនឹងសម្ដីដ៏មុតស្រួចថា Heretical Immortal Alliance អាមនុស្សខូចចូលអែងលែងខ្លាចអំណាចរបស់ទូសានឡានហើយមែនទេសរសៃនៅលើមុខរបស់ Lord Wuswan បានឡើងប៉ោងដោយសារតែកំហឹងខណៈពេលដែលគាត់បានសួរដេញដោចាងជួយចាំថាតើឯងចង់មានន័យយ៉ាងម៉េច Princess Mansion ពួក Heretical Immortal Alliance ជាក្រុមបះបោរនៃ Kingdom of 10,000 Demons តើ Princess Mansion អាចគប់គិតជាមួយជនក្បត់ដោយរបៀបណា Lord Wuswan បានធ្វើឲ្យចាងជួយខឹងសម្បាដោយជោគជ័យប៉ុន្តែចាងជួយនៅតែព្យាយាមរក្សាភាពស្ងប់ស្ងាត់ដោយសួរបញ្ជាក់ថាតើនេះជាបំណងរបស់អ្នកឬជាបំណងរបស់ទូសានឡាន Lord Wuswan មិនបានឆ្លើយដោយផ្ទាល់នោះទេផ្ទុយទៅវិញគាត់បានអូបដៃហើយងាកក្រោយដើរចេញទៅគាត់បានផ្ញើអំណាចរបស់គាត់ទៅកាន់ចាងជួយយ៉ាងក្រអឺតក្រហានេះគឺជាទូសានជាទឹកដីដ៏វិសុទ្ធនៃ Kingdom of 10,000 Demons Mr. Chang ត្រូវចាំថាឯងកំពុងស្ថិតនៅក្នុង Princess Mansion ច្បាប់របស់ទូសានត្រូវតែគោរពតាមបិសាចធំជាច្រើនមិនពេញចិត្តនឹងប្រភពដើមរបស់ឯងនោះទេនិយាយរួចគាត់ក៏ងាកមកប្រជុំមុខនឹងចាងជួយហើយស្រែកខាងខ្លាំងហាក់ដូចជាចង់ប្រដៅចាងជួយសម្ដីប្រមាថមើលងាយបានបង្ហូរចេញមកថាតើអ្វីទៅជា Heretical Immortal Alliance តើ Princess Mansion ហ៊ានការពារពួកគេដោយរបៀបណាពួកគេមានអ្វីក្រៅពីក្រុមចោរប្លន់ហ្វូងឆ្កែប្រមាញ់ដែលមិនខុសពីសត្វធាតុនោះទេការរអ៊ូរំទាត់របស់ Lord Wuswan បានឈប់ភ្លាមហាក់ដូចជាមានអ្វីមួយហោះកាត់សំឡេងរបស់ចាងជួក៏បន្លឺឡើងភ្លាមពីខាងក្រោយ Lord Wuswan ថាសត្វធាតុឆ្កែប្រមាញ់សំឡេងដ៏ត្រជាក់ស្រេបនេះបានធ្វើឲ្យគាត់ព្រឺសំពើរហូតដល់ចេញញើសត្រជាក់កាលពីមួយសន្ទុះមុនគាត់កំពុងឈរនៅខាងមុខប៉ុន្តែឥឡូវនេះចាងជួបែរជាមកឈរនៅពីក្រោយគាត់ជាមួយនឹងដាវដែលសង្កត់ជាប់នឹងករបស់គាត់ចាងជួបានគំរាម Lord Wuswan យ៉ាងត្រជាក់ថាតើ Lord Wuswan ភ្លេចហើយមែនទេថាខ្ញុំក៏ជាមនុស្សម្នាក់ដែរលីនជីងជីនិង Lord ជីងសាន់បានឈរមើលពីចម្ងាយដោយការភ្ញាក់ផ្អើលចំពោះសកម្មភាពរបស់ចាងជួប៉ុន្តែពួកគេនៅតែរក្សាភាពស្ងៀមស្ងាត់មិនបានចូលមុខជ្រៀតជ្រែកឡើយផ្ទុយទៅវិញមន្ត្រីពីរនាក់ដែលទើបតែដើរចេញពីទ្វារវាំង
កាលបើឃើញទីភាពនេះក៏ប្រញាប់ងាកក្រោយរត់ចូលទៅខាងក្នុងវិញសំឡេងស្រែកមួយបានបន្លឺឡើងថាប្រញាប់ឡើងរាយការណ៍ទៅ Heavenly Demon Lord ភ្លាមចាំងជួបានហៅចៅសិស្សរបស់គាត់ដែលឈរនៅពីក្រោយលៀនជីងយីយ៉ាងត្រជាក់រួយសួរពួកគេថាតើនរណាជាអ្នកគ្រប់គ្រង Heretical Immortal Alliance នាពេលបច្ចុប្បន្ននេះលៀនជីងយីបានឆ្លើយទាំងមិនទាលថា Grand Uncle ប៉ុន្តែនាងនៅតែឆ្លើយដោយស្មោះត្រង់ថាលោកឪពុកបានដាក់រាជហើយរាល់កិច្ចការទាំងក្នុងនិងក្រៅនៃ Heretical Immortal Alliance គឺត្រូវបានគ្រប់គ្រងដោយ Grand Uncle ចាំងជួតែម្នាក់គត់ដាវនៅតែសង្កត់ជាប់នឹងករបស់ Lord Wusan ដែលធ្វើឲ្យគាត់ងាកមកមើលចាំងជួទាំងបារម្ភខណៈដែលចាំងជួបន្តថា Lord Wusan ចោទប្រកាសខ្ញុំថាបានខុបខិតជាមួយ Heretical Immortal Alliance នោះជាការពិតប៉ុន្តែខ្ញុំបារម្ភថា Lord Wusan ប្រហែលជាមិនដឹងទេថាឥឡូវនេះ Heretical Immortal Alliance ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំហើយចុងក្រោយចាំងជួបានសង្ខេបថាតើ Lord Wusan ចង់ចោទប្រកាសខ្ញុំពីបទអូក្រិដ្ឋមែនទេប៉ុន្តែ Lord Wusan នៅតែនិយាយទាំងរឹងរូសនិងមើលងាយថាពួកឆ្កែប្រមាញ់នៃ Heretical Immortal Alliance គឺមិនខុសពីសក្តិធាតុឡើយចាំងជួយលែងធ្វើជាគួរសមទៀតហើយគាត់បានរុនដាវឲ្យកាន់តែជិតនឹងករបស់ Lord Wu Chuan ហើយសួរថាបើអញ្ចឹងតើឯងហ៊ានសាកមើលទេថាតើផ្លែដាវរបស់ពូជមនុស្សខ្ញុំមុតឬមិនមុត Lord Wu Chuan បានសម្លឹងមើលផ្លែដាវដ៏មុតស្រួយដែលសង្កត់លើករបស់គាត់ថាមពលវិញ្ញាណលើដាវនោះនៅតែបន្តភាយចេញមកយ៉ាងខ្លាំងប៉ុន្តែនៅពេលដែលគាត់សម្លឹងកាន់តែយូរ Lord Wu Chuan ក៏ចាប់ផ្ដើមស្រវាំងភ្នែករូបភាពអារូពីជាច្រើនបានបង្ហាញខ្លួនតម្រៀបគ្នាបនស្រន់នៅចំពោះមុខគាត់ថា Purple Star Heavenly Supreme True Monarch Savior from Suffering and Tribulation True Monarch Supreme True Monarch មុខរបស់ Lord Wu Chuan ប្រែជាស្លេកស្លាំងភ្លាមចំពោះទិដ្ឋភាពនៅចំពោះមុខដែលមើលទៅហាក់ដូចជាការបំភាន់ប៉ុន្តែពោពេញដោយភាពគួរឲ្យខ្លាចនៅខឹងបន្ទប់សម្រាកក្បែរវិមានសួរផ្សែងប៊ីសាយដកក្រាតបានគ្របដុំដប់លើផ្ទៃមេឃនិងពេញបន្ទប់ទាំងមូលចាំងនូកំពុងតែហាត់វិជាខាងក្នុងញើសហូរស្រោកលើផ្ទៃមុខរបស់នាងហើយរាងកាយទាំងមូលរបស់នាងកំពុងបញ្ចេញថាមពលប៊ីសាយយ៉ាងខ្លាំងក្លានាងបានបិទភ្នែកផ្ដោតអារម្មណ៍ដើម្បីទប់ទល់នឹងប៊ីសាចក្នុងចិត្តរំពេចនោះសំឡេងដ៏ស្គាក់មួយបានបន្លឺឡើងក្នុងស្មារតីរបស់ចាំងនោះថាប្រសិនបើមេឃមិនទាន់ពេញវាមិនអាចហៀចេញមកបានទេប្រសិនបើមនុស្សម្នាក់មិនទាន់ពេញលេញគេមិនអាចជួសសួលបានទេនៅពេលក្រោយប្រសិនបើដាវមិនគ្រប់គ្រាន់ចូលដណ្ដើមយក2ឬ3ដើម្បីមកបង្គ្រប់មួយវិញចាំងនោះនៅតែព្យាយាមបញ្ជូលថាមពលដើម្បីគ្រប់គ្រងខ្លួនឯងស្កាត្រីចាប់ផ្ដើមលេចឡើងបន្តិចនៅក្រោមសម្លៀកពាក់របស់នាងញើសបានហូរចេញពីខ្លួននាងកាន់តែខ្លាំងវាហាក់ដូចជាចាំងនោះជិតដល់ចំណុចគ្រោះថ្នាក់ពិសាចហើយដឹងពីអ្វីដែលសម្លេងចម្លែកពីមុនបានលើកឡើងចាំងនោះក៏ដឹងខ្លួនភ្លាមហើយបើកភ្នែកពណ៌ចម្លែករបស់នាងឡើងវាហាក់ដូចជាមុនអាកាសពីមុនគឺជាវិជា Heavenly Demon Art ដឹងពីអត្ថាធិប្បាយនៃ Heavenly Demon Art នោះចាំងនោះមានភាពភ័យខ្លាចយ៉ាងខ្លាំងខ្ញុំបានជាប់កាងនៅកម្រិត Saint Hood អរិយាពេលជាង 1000 ឆ្នាំមកហើយវិជា Great Heavenly Demon Art នេះពឹងផ្អែកលើការលេបត្របាក់ដាវរបស់ដតីដើម្បីបង្កើនការហាត់ពុតហូររបស់ខ្លួនហើយខ្ញុំមានកាន់ Karma Saving Sword ដែលមិនជាប់ជំពាក់នឹងកម្មផលប្រហែលជាលើកនេះវាពិតជាអាចជួយខ្ញុំឲ្យឈានដល់កម្រិត Saint Hood បានដោយបិទភ្នែកផ្ដោតអារម្មណ៍ជានូក៏ស្រាប់តែនឹកឃើញថាជាងជួគឺជាអ្នកដែលត្រីបានកំណត់ឲ្យคล้ายជាទេពអប្សរ Destined Immortal កម្មផលរបស់គាត់ស្ថិតនៅក្រៅ Three Realms និង Five Elements ប្រសិនបើនាងអាចលេបត្របាក់ខ្លឹមសាររបស់ជាងជួបាននោះប្រហែលជាមានសង្ឃឹមសម្រាប់ភាពអមតៈគំនិតបិសាចដ៏លោភលន់ហាក់ដូចជាបានគ្រប់គ្រងលើរាងកាយរបស់ជាងនោះអណ្ដាតដ៏លោកវែងបានលូកចេញមកលិតបបោរមាត់របស់នាង
ហើយសំឡេងដ៏ស្កក់មួយទៀតបានរអ៊ូរទៀមយ៉ាងលោភលន់ថាជាងយួរទេពអប្សរដែលព្រំលិខិតកំណត់ជានូនៅតែព្យាយាមធ្វើសមាធិនៅលើគ្រែប៉ុន្តែធម្មផលវិសាចនៅតែបន្តហូរចេញមកយ៉ាងខ្លាំងដោយមិនអាចគ្រប់គ្រងបានរំពេចនោះធូសានឡានដែលមានភាពត្រជាក់ស្រេបដោយសពដងបានរុញទ្វារចូលមកខ្យល់ដ៏ត្រជាក់បានសាយភាធ្វើឲ្យបន្ទប់ទាំងមូលកក់ភ្លាមសំឡេងដានជើងដែលធ្លាប់ស្គាល់បានខិតជិតមកខាងជាននូទឹកមុខរបោធូសានឡានមើលទៅហាក់ដូចជាតឹងតែងបន្តិចដោយសារតែនាងមានការបារម្ភចំពោះជាននូទើបនាងចូលមកដោយគ្មានការប្រកាសមុនបែបនេះស្រទាប់ទឹកកកស្ទើរស្ដាងលើអ៊ីឌូបានរីករាលដាលដល់កែមក្រែដែលជាននូកំពុងអង្គុយធូសានឡានបានឈរនៅពីមុខនាងដោយសង្កេតមើលធម្មផលវិស័យរបស់នាងយ៉ាងស្ងៀមស្ងាត់ទឹកកកនៅខាងក្រោមបានរៀលដាលសន្សឹមពះសាយរាងកាយរបស់ជាននូកែវភ្នែកពណ៌លឿងទុំរបស់នាងបានបើកធំសម្លឹងមើលធូសានឡានដោយក្តីគុំគុនវាហាក់ដូចជាជាននូបានបាត់បង់ស្មារតីទើបហ៊ានសម្លឹងមើលម្ចាស់របស់ខ្លួននៅលក្ខណៈបែបនេះរឿងនេះបានធ្វើឲ្យធូសានឡានមើលនាងដោយក្រសែភ្នែកមិនពេញចិត្តប៉ុន្តែមិនយូរប៉ុណ្ណោះស្មារតីរបស់ជានូក៏ត្រឡប់មកវិញកាលបើឃើញធូសានឡានឈរនៅពីមុខនាងជានូមិនហ៊ានបង្អាំងយូរឡើយក៏អោនក្បាលហើយនិយាយថា Master ដោយឃើញថាជានូបានធូស្បាយមកវិញហើយធូសានឡានក៏បានបំបីទឹកកកអាយคล้ายជាបំណែកទុយខ្ទាតចេញទៅគ្រប់ទីនាងបានស្ដីបន្តយ៉ាងត្រជាក់ថាកាន់ដាវអស់រយៈពួន1000ឆ្នាំហើយប៉ុន្តែឯងនៅតែមិនអាចគ្រប់គ្រងវិស័យនៅក្នុងចិត្តរបស់ឯងទៀតមែនទេដោយយល់ពីការបារម្ភរបស់ទូឆាន់ឡានប៉ុន្តែនៅតែមានអារម្មណ៍ខ្មាស់អៀនជានូបានសុំទោសដោយស្មោះត្រង់ថាឆន្ទៈរបស់អ្នកក្របង្គាប់គឺមិនទាន់រឹងមាំគ្រប់គ្រាន់ទូឆាន់ឡានមិនបានបន្តសួរដេញដោលទៀតទេប៉ុន្តែផ្ទុយទៅវិញនាងបានសូត្រមន្តអាគមដើម្បីគ្រប់គ្រងវិសាចក្នុងចិត្តដែលកំពុងជះឥទ្ធិពលលើជានូរួចក៏បានធ្វើរង្វាន់ថាបន្តពីអាពាហ៍ពិពាហ៍របស់ខ្ញុំរួចរាល់ Myriad Demons Abyss នឹងបាក់ខ្ញុំនឹងផ្ដល់កន្លែងមួយដល់ឯងដើម្បីជួយឯងឲ្យរួចផុតពីបិសាចក្នុងចិត្តជានូមើលទៅហាក់ដូចជាងឿងឆ្ងល់បន្តិចប៉ុន្តែក្រោយមកនាងក៏យល់នាងនិយាយទាំងសប្បាយចិត្តថាអរគុណឡតទូឆាន់ឡានបានណែនាំថំឋានថា Mr. ជីងម្នាក់នោះប្រហែលជាមកពី Divine Firmament Palace ចាំងជួប្រហែលជាដឹងច្រើនអំពីវិធីសាស្ត្ររបស់គាត់ក្នុងដំណើរភៀវនេះចយទៅសួរសុខទុក្ខគាត់ទៅប្រហែលជាគាត់មានដំណោះស្រាយដោយឃើញថាធម្មពលបិសាចបានរលាបាត់ទៅហើយទូឆាន់ឡានក៏ងាកក្រោយដើរចេញទៅយឺតរួចបន្ថែមថាចាំងជួបានមកជួបខ្ញុំហើយចូលមកជាមួយខ្ញុំទៅសាលធំប៉ុន្តែជានូក៏ប្រញាប់ជុះពីលើគ្រែដើម្បីខាត់នាងថា Lord សូមមេត្តារងចាំសិនមានអ្វីមួយដែលខ្ញុំចង់ឲ្យអ្នកមើលដោយមិនច្បាស់ថាជាកំណប់អ្វីដែលធ្វើឲ្យជានូបាត់ដងភាពស្ងប់ស្ងាត់រហូតដល់ហ៊ានខាត់នាងបែបនេះទូឆាន់ឡានក៏ងាកក្រោយមកវិញតាំងឆ្ងល់ជានូបានយកកញ្ចក់ពណ៌ស្រាក់មួយដែលមានក្បូរកាច់យ៉ាងប្រណែនមកបង្ហាញប៉ុន្តែផ្ទៃកញ្ចក់នោះមានផ្ទុកនូវរូបភាពមេពណ៌ក្រហមនិងខ្មៅឡាយឡំគ្នាកញ្ចក់ចម្លែកនេះថែមតែភាចេញនូវធម្មពលបិសាចគួរឲ្យខ្លាចទៀតផងរំពេចនោះកញ្ចក់ក៏ភ្លាឡើងអក្សរចម្លែកបានលេចឡើងក្នុងរំលប់ដោយចំណាំអក្សរទាំងនោះបានទូឆាន់ឡានក៏សួរទាំងភ្នាក់អោថា The Heavenly Demon Art សំឡេងបែកបាក់យ៉ាងខ្លាំងមួយបានបន្លឺឡើងពេលសាលដែលចាំងជួនឹងផ្សេងទៀតកំពុងឈោសំបីតែបាក់សៃលើភ្នំក៏ផ្អើលហោះចេញទៅអស់ដែរយ៉ាងយួរបានឈប់ធ្វើអ្វីដែលលោកកំពុងធ្វើហើយបានងាកទៅរកប្រភពនៃសំឡេងនោះយ៉ាងលឿនលោកបានគិតដោយភាពទុកស្លុតថាទូសានឡាមកំពុងតែខឹងសម្បាហើយហេតុអ្វីបានជានាងអាចខឹងខ្លាំងយ៉ាងនេះសំបីតែប្រតិចាវូស្វែនក៏កំពុងបែកញើសដោយសារតែភាពតានតឹងដែរគាត់បានគិតដោយភាពភ័យខ្លាចថាអ្វីដែលខ្ញុំធ្វើគឺដើម្បីត្រកូលទូសានប៉ុន្តែប្រសិនបើព្រះអម្ចាស់ពិតជាខឹងសម្បានឹងរឿងនេះមែននោះដោយឃើញស្ថានភាពកាន់តែតានតឹងព្រឹទ្ធាចារ្យហ្គានសាន់ក៏បានចូលទៅជួយអន្តរាគមន៍យ៉ាងប្រញាប់ដើម្បីបង្ការកុំឲ្យមានជម្លោះបន្ថែមទៀតប្រហែលជាយើងគួរតែឈប់ត្រឹមនេះសិនតាមគំនិតខ្ញុំយើងទៅជួបព្រះអម្ចាស់សិនទៅហើយចាំសម្រេចចិត្តថាត្រូវធ្វើអ្វីបន្តទៀត
ទោះបីជាមានដាវនៃជាប់កក៏ដោយក៏ព្រឹទ្ធាចារ្យ Wu Swen នៅតែធ្វើពុតជាខ្លាំងដដែលខ្ញុំសុខចិត្តទុកការខ្វែងគំនិតគ្នារបស់យើងមួយឡែកសិនខ្ញុំគ្រាន់តែខ្លាចថាលោកជាងមិនមានចិត្តទូឡាយដូចខ្ញុំតែប៉ុណ្ណោះដោយឡែងខ្វល់ខ្វាយពីបរិះមាត់ខ្លាំងនិងកំសាបម្នាក់នេះហើយងាកមកគិតពីទូសាន់ឡំវិញជាងយួរក៏បានដាក់ដាវចូលស្រោមវិញហើយបញ្ចេញសំឡេងមិនពេញចិត្តពួកគេទាំង4នាក់បានរៀបចំខ្លួនយ៉ាងឆាប់រហ័សហើយសម្ដៅទៅកាន់វាំងនៅពេលទៅដល់ពួកគេបានឃើញវាំងដែលធ្លាប់តែស្អាតអស្ចារ្យឥឡូវនេះត្រូវបានគ្របដណ្ដប់ដោយស្រទាប់ទឹកកករចនាសម្ព័ន្ធវាំងក៏រងការខូចខាតផងដែរដោយសារតែធ្វើដំណើរលឿនពេកពួកគេបានទៅដល់ទៀងដង្ហុកទឹកកកបានធ្វើឲ្យស្ថានភាពនៅជុំវិញត្រជាក់ជាងធម្មតាដែលបណ្ដាលឲ្យដង្ហើមរបស់ពួកគេคล้ายជាផ្សែងពណ៌សព្រឹទ្ធាចារ្យ Gansan ជាអ្នកដំបូងដែលបានបោះជំហានទៅមុខហើយប្រកាសថាព្រះអម្ចាស់ Gansan និង Wu Swen បានមកគល់ដើម្បីគោរពជូនពរពួកគេបានរងចាំមួយសន្ទុះប៉ុន្តែគ្មានការឆ្លើយតបចេញពីបន្ទប់ដែលពុំពេញដោយទឹកកកនោះទេនេះបានធ្វើឲ្យព្រឹទ្ធាចារ្យ Gansan និងព្រឹទ្ធាចារ្យ Wu Swen សម្លឹងមុខគ្នាដោយភាពងឿងងាល់បន្ទាប់មកសំឡេងរបស់សូត្រ Servant ជាជាននូបានបន្លឺឡើងដែលសួររកជានយួរនៅពេលឮគេហៅឈ្មោះខ្លួនជានយួរបានឆ្លើយតបថាបាទខ្ញុំនៅទីនេះជាននូបានបន្តថាជានយួរចូលមកអ្នកផ្សេងទៀតរងចាំនៅខាងក្រៅដោយឃើញជាងជွែត្រូវបានអនុញ្ញាតឲ្យចូលទៅខាងក្នុងយ៉ាងងាយស្រួលព្រឹទ្ធាចារ្យ Wu Swan បានប្រកាសដោយភាពច្រណែនថាខ្ញុំ Wu Swan មានរឿងសំខាន់ចង់ពិភាក្សាជាមួយព្រះអម្ចាស់ដោយឮពួកគេនិយាយមិនឈប់ចេនណោះក៏ចាប់ផ្ដើមអស់ការអត់ធ្មត់ហើយនិយាយខ្លាំងៗថាព្រះអម្ចាស់មិនជួបអ្នកទេជាងជွែចូលមកឲ្យលឿនមកដោយឃើញសត្រូវរបស់លោកត្រូវបានបដិសេធយ៉ាងអាក់ម៉ាស់ជាងជွែមានអារម្មណ៍ស្កប់ស្កល់យ៉ាងខ្លាំងហើយបានឌឺដងថាហេតុអ្វីបានជាលោកមិនចូលទៅជាមួយខ្ញុំទៅព្រឹទ្ធាចារ្យ Wu Swan ព្រឹទ្ធាចារ្យ Wu Swan បានងាកក្រោយចាក់ចេញទាំងខឹងសម្បាដោយឃើញ Wu Swan មួម៉ៅជាងជွែបានចូលទៅខាងក្នុងដោយក្តីរីករាយហើយមិនភ្លៀកបន្សាលទុកសម្ដីលាគ្នាថាបើអញ្ចឹងខ្ញុំចូលទៅមុនហើយលាសិនហើយជាងជွែបានបើកទ្វារហើយបោះជំហានចូលទៅខាងក្នុងនៅពេលចូលទៅដល់លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយឃើញផ្នែកខាងក្នុងក៏ត្រូវបានគ្របដណ្ដប់ដោយទឹកកកដែរសួរបីតែនៅលើឥដ្ឋក៏មានស្រទាប់ទឹកកកយ៉ាងក្រាស់ដែរខណៈពេលដែលកំពុងដើរសម្លឹងមើលជុំវិញជាងជွែបានឆ្ងល់ថាហេតុអ្វីបានជាកន្លែងនេះមើលទៅដូចជាបន្ទប់ហាត់វិជារបស់ធូសានឡាំយ៉ាងនេះលោកបានដើរទៅមុខបន្តិចទៀតកាន់តែរស់នៅយូរកាន់តែបានឃើញច្រើនចំណកកំពុងដេកយ៉ាងស្ងាត់ស្ងាត់នៅលើខ្លួនរបស់ធូសានឡាំហើយព្រះអម្ចាស់កំពុងលេងជាមួយនាងយ៉ាងសប្បាយរីករាយជាងជွែបានឈរនៅទីនោះទាំងញ័រខ្លួននៅពេលឃើញទិដ្ឋភាពនេះវាដូចជាប្លែកបន្ទាប់ដែលបានមកលើមេឃដ៏ស្រស់ស្លាស់រាងកាយរបស់លោកទាំងមូលញ័រខណៈពេលដែលគិតថាមិនអាចទៅរួចទេទូសានឡាមដោយកំពុងលេងយ៉ាងសប្បាយរីករាយជាមួយជាននូបានងើបមុខឡើងដោយភាពស្លុតត្រង់ភ្នែករបស់នាងសម្លឹងត្រង់ទៅមុខជាមួយនឹងភាពបរិសុទ្ធដូចជាក្មេងតូចដោយឃើញថាអ្នកដែលមកដល់គឺជាងជេនាងបានរត់ទៅរកលោកដូចជាក្មេងដែលរំភើបចិត្តដោយលើកដៃទាំងពីរឡើងហាក់ដូចជាចង់អោបលោកហើយបានសួរយ៉ាងគួរឲ្យស្រឡាញ់ថាតើនរណាគេនឹងដោយឃើញកាយវិការដែលធ្លាប់ស្គាល់ផងនិងមិនធ្លាប់ស្គាល់ផងទោះបីជាមានការស្តាក់ស្ទើរក៏ដោយក៏ជាងជេត្រូវតែទទួលស្គាល់ថាប្រលឹងសัตว์របស់ទូសានឡាមបានត្រឡប់មកវិញហើយបន្ទាប់ពីភាពស្ងប់ស្ងាត់ដោយភាពតក់ស្លុតត្រឹមតែប៉ុន្មានវិនាទីទូសានឡាមរៀបនឹងបោះខ្លួនចូលទៅក្នុងដៃរបស់ជាងជេមាត់របស់នាងនៅតែបន្តបញ្ចេញសំឡេងអាជាងជេមានអារម្មណ៍ភ័យបន្តិចប៉ុន្តែមិនអាចគេចចេញបានទេទូសានឡាមបានហោះមកយ៉ាងលឿនដែលធ្វើឲ្យពួកគេទាំងពីរនាក់បាត់បង់លំនឹងហើយដួលនាងនៅតែបន្តសើចយ៉ាងសប្បាយរីករាយខណៈពេលដែលជាងជេមានការព្រួយបារម្ភយ៉ាងខ្លាំងកាន់តែមើលលោកកាន់តែប្រកាសក្នុងចិត្តនឹងអ្វីដែលលោកបានស្មាន
ជាងជេបានឆ្ងល់ដោយភាពស្លន់ឡាថាមានរឿងអ្វីកើតឡើងព្រលឹងសัตว์របស់នាងបានត្រឡប់មកវិញហើយយប់នេះមិនមែនជាយប់ពេញបូរមីផងហេតុអ្វីបានជារឿងនេះកើតឡើងភ្លាមយ៉ាងនេះជានូបានសម្លឹងមើលទូសានឡាមហើយឆ្លើយតបថាខ្ញុំមិនដឹងទេបន្ទាប់ពីព្រះអំណរខ្លាយជាបែបនេះនាងតែងតែសួររកលោកជានូបានបន្តពន្យល់ថា Mr. Ching បានបន្សល់ពួយមួយក្នុងខ្លួនខ្ញុំដែលបានកត់សន្តាននៃមហាក្បាច់គុណ Great Heavenly Demon Art ខ្ញុំទើបតែបង្ហាញវាដល់ព្រះអំណរអំបញ្ញមិញនេះឯងនៅពេលងាកក្បាលទៅមើលជានូក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទស្សនភាពនៅចំពោះមុខនាងគឺគួរឲ្យអស់សំណើចណាស់ជាងជេកំពុងតែព្យួរខ្លួននៅលើអាកាសដោយត្រូវបានរុំព័ទ្ធដោយកន្ទុយរបស់ទូសានឡាអាមហើយនាងកំពុងតែសើចយ៉ាងសប្បាយរីករាយជាងជួរបានស្នើដោយអស់សង្ឃឹមថាសូមបង្ហាញក្របពូជនោះមកឃ្លាមមើលបន្តិចមកជានូបានហាយកញ្ចក់ចម្លែកនោះចេញមកភ្លាមនោះអក្សរចម្លែកកាលពីមុនក៏បានលេចឡើងនៅលើអាកាសម្ដងទៀតជាងជួរបានសម្លឹងមើលអក្សរទាំងនោះហើយបានបញ្ចេញមតិថាខ្ញុំមើលមិនដឹងទេយ៉ាងហោចខ្ញុំមិនឃើញមើលអ្វីខកប្រក្រតីឡើយដោយឮបែបនេះជានូក៏ត្រូវទុកកញ្ចក់នោះវិញដោយនិយាយទាំងអស់សង្ឃឹមថាលោកក៏គ្មានដំណោះស្រាយដែរមែនទេរឿងបន្ទាន់នៅពេលនេះគឺត្រូវរក្សាការសម្ងាត់នេះកុំឲ្យវាលេចធ្លាយឲ្យសោះយើងមានតែពន្យាពេលរហូតដល់ព្រះអមាត្យដឹងខ្លួនវិញប៉ុណ្ណោះនៅពេលនោះអ្វីនឹងច្បាស់លាស់មិនខានដោយឃើញកន្ទុយរបស់ធូសាន់ឡាមរុំខ្លួនលោកកាន់តែតឹងទៅជាងជួរក៏បានចំទាស់យ៉ាងប្រញាប់ថាទេរឿងដែលបន្ទាន់បំផុតនៅពេលនេះគឺត្រូវធ្វើឲ្យនាងលែងខ្នំសិនលើកនេះធូសាន់ឡាមបានរុំកន្ទុយរបស់នាងជុំវិញជាងជួរយ៉ាងណែនដែលធ្វើឲ្យលោកពិបាកដកដង្ហើមបន្តិចលោកបានអង្វរថាជានូជួយខ្ញុំផងដោយឃើញលោកកំពុងត្រូវបានគេលេងសើចច្បាស់បែបនេះជានូក៏បានធ្វើពុតជាមិនឃើញហើយបដូរប្រធានបទវិញ Mr. ជាងលោកគួរតែគិតពីវិធីដោះស្រាយជាមួយព្រឹទ្ធាចារ្យទាំងពីរនៅខាងក្រៅវិញប្រសើរជាងនៅខាងក្រៅបន្ទប់ដេតលីនខ្ទៀងអ៊ីកំពុងអង្គុយលើចណ្ដាលមើលព្រឹទ្ធាចារ្យទាំងពីរនាក់កំពុងជជែកគ្នាព្រឹទ្ធាចារ្យវូស្វាននៅតែមិនបោះបង់ព្យាយាមគៀងកអ្នកចូលរួមបន្ថែមថា Brother កានសានប្រសិនបើខៀងបញ្ចុកបញ្ជាព្រះអមេចឲ្យដកបញ្ជាវិញពលគឺមិនចង់សម្ព័ន្ធភាពជាមួយសមាគម Heterodox Immortal Alliance ទៀតទេហើយឲ្យត្រកូលធូសានជាអ្នកចាត់ចែងកាយជួញដូរតើ Brother កានសានសុខចិត្តនិយាយឲ្យខ្ញុំខាតទេដោយឃើញថារឿងនេះហាក់ដូចជាមានបញ្ហា Genshan ក៏មិនអាចយល់ព្រមបានដែរដូច្នេះគាត់ក៏បានបដិសេធយ៉ាងសមរម្យខ្ញុំចាស់ហើយខ្ញុំលែងចូលរួមក្នុងរឿងទាំងនេះទៀតហើយ Brother View Swan ប្រសិនបើបងមានគំនិតអ្វីទេក៏ធ្វើតាមចិត្តចោះដោយឃើញខ្លួនឯងត្រូវបានបដិសេធយ៉ាងដាច់ដហាងការព្រឹទ្ធាចារ្យ View Swan ក៏បានសួរទាំងមូលម៉ៅថា Brother Genshan តើបងមានន័យថាម៉េចនេះជារឿងសំខាន់សម្រាប់ត្រកូល Tushan របស់យូណាដោយមិនចង់ឲ្យ Wu Xuan បន្តការភ័ន្តច្រឡំតទៅទៀតព្រឹទ្ធាចារ្យ Genshan បាននិយាយថាខ្ញុំសូមនិយាយតែម៉ាត់គត់តើលោកគិតថាជាងជាអាចខ្លាយជា Royal Consort បានពិតជាដោយសារតែទាំងអំណាចនិងមេត្តាធម៌មែនឬតើលោកគិតថាព្រះអំណាចនិង Consort ខាងពិតជាគ្មានមនោសញ្ចេតនាចំពោះគ្នាពិតមែនឬអាកប្បកិរិយារបស់ព្រឹទ្ធាចារ្យ Wu Xuan ប្រែជាគួរឲ្យសង្ស័យភ្លាមខណៈដែលគាត់បានសួរបងវិញថាតើវាមិនមែនអញ្ចឹងទេឬព្រឹទ្ធាចារ្យ Genshan បានសោយយ៉ាងខ្លាំងហើយនិយាយយ៉ាងមានន័យថាខ្ញុំមិនគិតបែបនោះទេខណៈពេលដែលពួកគេកំពុងនិយាយទ្វារវាំងក៏បានបើកហើយមានសំឡេងបោះជំហានដើរមកជិតទិដ្ឋភាពបន្ទាប់មកទៀតគឺពិតជាគួរឲ្យអៀនខ្មាក់ណាស់ជាងជែត្រូវបានបីចេញមកក្រៅដោយធូសាន់ឡែមដែលកំពុងអោបលោកយ៉ាងណែនលើសពីនេះទៅទៀតលោកបានយកដៃខ្ទប់មុខដោយភាពអៀនខ្មាស់ជានូបានដើរតាមពីក្រោយដោយការបញ្ចេញមនុករបស់នាងបង្ហាញអំពីភាពអស់សង្ឃឹមចំពោះស្ថានភាពរបស់ជាងជែលីនឈីងអ៊ីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរឿងនេះនាងបានក្រោកឈរឡើងហើយសម្លឹងមើលពួកគេដើរកាត់មុខទាំងបើកភ្នែកធំ
สมใบแต่ព្រឹទ្ធាចារ្យវូសួនក៏ស្រឡាំងកាំងនឹងទស្សនវិជ្ជានេះដែរមានតែព្រឹទ្ធាចារ្យ Ganshan ម្នាក់គត់ដែលញញឹមហាក់ដូចជាដឹងរឿងគ្រប់យ៉ាងដោយឃើញពួកគេរៀបនឹងចាកចេញព្រឹទ្ធាចារ្យវូសួនក៏ដឹងខ្លួនវិញហើយបានហាយថា Honored Lord សូមរងចាំសិនអំបញ្ញមិញនេះ Master Kang បានបង្កចំនួនជាមួយនរណាម្នាក់នៅពីមុខសាលា Tiger Immortal Hall តែខ្លួនអាចទូសួរ Honored Lord បានទេថាបន្តមកគាត់បានលើកសម្លេងឡើងដើម្បីចោទប្រកាន់ថាតើសាលា Tiger Immortal Hall អស់ភាពសក្តិសិទ្ធិហើយមែនទេតើភ្នំធូឆាន់អស់សណ្ដាប់ធ្នាប់ហើយមែនទេការស្ដីបន្ទោសរបស់ព្រឹទ្ធាចារ្យវូស៊ូនបានធ្វើឲ្យធូឆាន់ឡាមខឹងសម្បាយ៉ាងខ្លាំងមុខរបស់នាងប្រែជាស្រអាប់ហើយសំបីតែជាងជွဲដែលស្ថិតនៅក្នុងដៃរបស់នាងក៏មានអារម្មណ៍ភ័យខ្លាចរហូតដល់ញ័រខ្លួនដែរប៉ុន្តែវូស៊ូនហាក់ដូចជាមិនដឹងខ្លួនទាល់តែសោះគាត់នៅតែបន្តធ្វើពុតជាអោនគោរពហើយអង្វរថា Honored Lord សូមមេត្តាដើម្បីបុរសចំណាស់ម្នាក់នេះមុនពេលដែលគាត់និយាយចប់ធូឆាន់ឡាមបានលេចមុខនៅចំពោះមុខគាត់ភ្លាមនាងបានពេបមាត់ភ្នែករបស់នាងពោពេញដោយភាពកាចសាហាយដែលបណ្ដាលឲ្យមានដំណក់ញើសនៅលើថ្ងារបស់ព្រឹទ្ធាចារ្យវូស៊ូនភាពខឹងសម្បាររបស់ក្មេងដែលមិនទាន់អស់ចិត្តបានផ្ទុះឡើងភ្នែករបស់ធូឆាន់ឡាមបានបញ្ចេញពន្លឺពណ៌ក្រហមដោយភាពខឹងសម្បារហើយកន្ទុយទាំងដៃ9របស់នាងបានក្រវីយ៉ាងខ្លាំងក្លានៅពីក្រោយខ្នងដោយឃើញ Honored Lord បង្ហាញជំហៀងនេះរបស់ខ្លួនជាលើកដំបូងព្រឹទ្ធាចារ្យវូស៊ូនកាន់តែបែកញើសខ្លាំងឡើងជាមួយនឹងសំឡេងប៊ូមធូឆាន់ឡាមបានក្រវីកន្ទុយរបស់នាងបោកព្រឹទ្ធាចារ្យវូស៊ូនឲ្យហោះទៅលើអាកាសគាត់បានបោកទៅនឹងជញ្ជាំងក្បែរនោះដែលបណ្ដាលឲ្យមានការរញ្ជួនខណៈដែលឥដ្ឋនិងបំណែកបាក់បែកបានខ្ចាត់ខ្ចាយ Ling Qingji ព្រឹទ្ធាចារ្យ Gensan និងជៀននូសុទ្ធតែមានការបញ្ចេញមតិប្រុងប្រយ័ត្នដូចគ្នាខណៈពេលដែលពួកគេមើលធូឆាន់ឡាំបោកវូស៊ុនឲ្យហោះទៅបន្ទាប់មកធូឆាន់ឡាំបានបីជើងជ្វេម្ដងទៀតហើយបានចាក់ចេញទៅជាមួយជៀននូអ្នកបម្រើនៅជុំវិញនោះបានចាប់ផ្ដើមស្រែកភ្លាមថាអាក្រក់ណាស់ព្រឹទ្ធាចារ្យវូស៊ុនបានសន្លប់បាត់ទៅហើយបន្ទាប់ពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងទីបំផុតពួកគេអាចនាំធូឆាន់ឡាំទៅកាន់ Heavenly Tiger Peak បានដោយសម្លឹងមើលនាងដេកនៅលើគ្រែយ៉ាងសប្បាយរីករាយជាងជွេបានសួរជីនូទាំងបារម្ភថានាងបានវាយប្រហារព្រឹទ្ធាចារ្យវូស៊ូនតើនាងនឹងមិនអីទេឬជានូហាក់ដូចជាមិនសូវខ្វល់ខ្វាយពីហេតុការណ៍នេះទេនាងបានអោបដៃហើយនិយាយយ៉ាងស្ងប់ស្ងាត់ថាភ្នំធូឆាន់ជារបស់ Master កុំថាឡើយត្រឹមតែវាប្រហារគាត់សូម្បីតែសម្រាប់គាត់ក៏គ្មាននរណាម្នាក់ហ៊ាននិយាយអ្វីដែរខ្ញុំបារម្ភពីសុខភាពរបស់ Master ជាងជွေបានងាកក្បាលសួរដោយចង់ដឹងថាតើមានន័យថាម៉េចជានូបានឆ្លើយដោយមិនស្ទាក់ស្ទើរថាកាលពីមុននៅពេលណាដែល Master មានអាការៈបែបនេះនាងនឹងរំសាយអំណាចរបស់នាងដោយស្ម័គ្រចិត្តសំឡេងរបស់នាងប្រែជាក្រៀមក្រំខណៈដែលនាងបន្តថាលើកនេះមិនមែនបែបនោះទេភាពត្រជាក់ស្រពោនបានរត់កាត់ឆ្អឹងខ្នងរបស់ចាំងជឿហើយគាត់បានកក់ស្ងៀមនៅពេលដែលភាពភ័យខ្លាចបានលុកលុយខឹងបេះដូងពីមុននៅពេលដែលនាងមិនទាន់មានអំណាចខ្ញុំប្រហែលជាគ្រាន់តែរងរបួសដោយអចេតនាប៉ុណ្ណោះប៉ុន្តែលើកនេះបើនាងមិនបញ្ចេញថាមកពលនោះចេញទេតើនាងមិនកំទេចខ្ញុំឲ្យស្លាប់ទេឬវានឹងក្លាយជារឿងពិបាកហើយចាំងជួបានធ្វើពុតជាមិនដឹងខ្លួនហើយរកលេសដើម្បីគេចចេញអូគឺថាខ្ញុំស្រាប់តែនឹកឃើញថាខ្ញុំមិនទាន់បានទៅសាលាដើម្បីហៅឈ្មោះនៅឡើយទេថ្ងៃនេះប៉ុន្តែមុនពេលចាំងជួអាចចាក់ចេញកន្ទុយរបស់ទូសានឡានបានរុំជំនខ្លួនគាត់ហើយទាញគាត់ទៅរកនាងដោយមើលទៅចាំងជួដែលកំពុងហក់នៅលើអាកាសទូសានឡានបានលូកដៃទាំងពីររបស់នាងហើយនិយាយដោយសំឡេងក្មេងខៃថាអោបដោយឃើញទូសានឡានអោបជាប់ចាំងជួបែបនេះសតសេវិនបានជួយផ្ដល់យោបល់ថា
មើលទៅហាក់ដូចជាលោកម្ចាស់ចង់ឲ្យអ្នកនៅជាមួយនាងទីនោះនឹងប្រាប់ Lord Danson អំពីសាលាជំនួសអ្នកចាងជួកាន់ដៃនាងហើយនិយាយថាធ្វើខ្លួនឲ្យឡចាំមួយផ្លែតដោយមានការងើងើយបន្តិចគាត់បានងាកទៅសួរសតសឺវិនថាជាមួយនឹងរឿងបែបនេះតើនរណាជាអ្នកគ្រប់គ្រងភ្នំទូសានឥឡូវនេះនៅពេលដែលសតសឺវិនងាកចេញនាងបានតបថាប្រសិនបើវាជាកិច្ចការយោធាខ្ញុំនឹងចាត់ចែងទោះយ៉ាងណាកិច្ចការផ្ទៃក្នុងត្រូវតែទុកឲ្យ Flower Servant ជាអ្នកចាត់ចែងខ្ញុំនឹងទៅបឹងសាន់មូនដល់បន្តដើម្បីនាំ Flower Servant ត្រឡប់មកវិញសូមមេត្តាមើលថែលោកម្ចាស់ឲ្យបានល្អកុំសម្រេចចិត្តអ្វីដែលខ្លួនឯងត្រូវរងចាំរហូតដល់ពួកយើងត្រឡប់មកវិញដើម្បីពិភាក្សាគ្រប់យ៉ាងខណៈពេលដែលកំពុងព្យាយាមទប់ទល់នឹងការអោបរបស់ទូសានឡានុជាងជួបានឆ្លើយតបថាសម្រាប់ពេលនេះយើងអាចធ្វើបានតែប៉ុណ្្នឹងហែងជាចុងក្រោយគាត់មិនភ្លេចបន្ថែមថាប្រាប់កូនសិស្សតូចរបស់ខ្ញុំនៅខាងក្រៅឲ្យយករបស់របស់ខ្ញុំពីផ្ទះមកទីនេះផងទន្ទឹមនឹងនោះនៅខាងក្រៅកំពូលភ្នំ Heavenly Tiger នៅក្នុងរូងសម្រាប់របស់ Lord Wuswan ក្នុងវាង Lord Danson បានលាបថ្នាំលើរបស់ Wuswan ព្រមទាំងផ្ដល់ដំណើរមិនថាលោកម្ចាស់បានសម្រេចចិត្តដោយខ្លួនឯងហើយអ្នកបានធឺលើសិទ្ធិអំណាចដោយការផ្លាស់ប្ដូរពិធីការដោយចិត្តឯងចាត់ទុកថានេះគីមេរៀនចុះគង់ចង់អាឃាតជាមួយលោកម្ចាស់អីដោយទ្រាំនឹងការឈឺចាប់ Lord Wuswan បានសួរថាអំបៃមិញនៅមុខសាលនៅពេលដែលលោកម្ចាស់បានវាយប្រហារបងប្រុស Danson តើអ្នកបានឃើញទឹកមុខរបស់នាងច្បាស់ទេនៅពេលនោះ Lord Danson បានឆ្លើយថាតើតាចាស់ម្នាក់នេះហ៊ានសម្លឹងមើលផ្ទៃមុខដ៏វិសុទ្ធរបស់លោកម្ចាស់ចាំដោយរបៀបណាហាក់ដូចជាដឹងអថាកំបាំងអ្វីមួយ Lord Wuswan បានបន្តសួរថាចុះបងប្រុស Danson តើអ្នកចាំការពីប្រមាណខែមុនទេនៅពេលដែលលោកម្ចាស់បានសម្រុកចូលទៅក្នុង Great Wilderness តែម្នាក់ឯងហើយបានកាត់ដៃរបស់សិនម្នាក់ស្លាកស្នាមនៃភាពភ័យខ្លាចបានភ្លឺឡើងនៅលើមុខរបស់ Wuswan នៅពេលគាត់នឹកឃើញពីដៃដែលនៅតែព្យួរនៅខ្លោងទាភ្លុំវាជារូបភាពដែលពិបាកនឹងបំភ្លេច Lord Danson ដាក់ដបថ្នាំចុកតើអ្នកយល់ពីមូលហេតុនៅពីក្រោយវាទេត្រកូលទូសានរបស់យើងបានប្រគល់ Gilin Sensen តែឲ្យត្រកូល Great Wilderness វិញដោយចិត្តអហេតុអ្វីបានជាវាធ្វើឲ្យលោកម្ចាស់ខឹងសម្បាយ៉ាងខ្លាំងរហូតដល់នាងមិនខ្វល់ពីអ្វីទាំងអស់ហើយសម្រុកចូលទៅក្នុង Great Wilderness បែបនេះ Lord Wuswan បានរៀបរែកចិត្តបន្ទាប់មក Lord Danson បាននិយាយដោយត្រង់ថាបងប្រុស Wuswan តើអ្នកចង់និយាយអ្វី Lord Danson ហាក់ដូចជាកំពុងគិតយ៉ាងស៊ីជម្រៅហើយរៀបរាប់ថាកាលពីមុនរាល់ពេលមានប្រច័ណ្ឌពេញវង្សលោកម្ចាស់តែងតែនាំអ្នកបម្រើទាំងពីររបស់នាងហើយបាត់ខ្លួនមួយរយៈដោយអះអាងថាទៅសមាធិគិតទៅថ្ងៃនោះពិតជាថ្ងៃប្រច័ណ្ឌពេញវង្សមែនបន្ទាប់មក Lord Danson បានងាកមកមើល Wuswan ហើយធ្វើបំណើរដោយស្មោះថាបងប្រុស Wuswan អ្នកនឹងខួងសុទ្ធតែជាមន្ត្រីវាជាការល្អបំផុតដែលមិនត្រូវស្មានបេកំណត់របស់លោកម្ចាស់ដោយផ្ដេសផ្ដាសនោះទេជំពោះ Master Kang នោះឥឡូវនេះអ្នកគួរតែយល់ពីឋានៈរបស់គាត់នៅក្នុងបេះដូងរបស់លោកម្ចាស់ហើយចងចាំទុកកុំធ្វើអ្វីដោយមិនប្រុងប្រយ័ត្នទៀតអីសោះ Lord Wuswan បានលើកដៃសំពះដោយគោរពអរគុណបងប្រុស Danson សម្រាប់ការរំលឹកអ្វីគ្រប់យ៉ាងដែល Wuswan ធ្វើគឺដើម្បីត្រកូលទូសានរបស់យើងនៅពេលគាត់ចាក់ចេញ Lord Danson បានថែមថាមើលថែខ្លួនឯងផងបងប្រុសហើយកុំធ្វើឲ្យរឿងកាន់តែពិបាកអីវាមិនច្បាស់ទេថា Lord Wuswan ពិតជាយល់ពីការប្រមាននោះឬយ៉ាងណាប៉ុន្តែគាត់បានឆ្លើយថា Wuswan យល់ហើយពន្លឺព្រះអាទិត្យបានបំភ្លឺគ្រប់ជ្រុងនៃវងរហូតដល់សាលារៀនសម្រាប់ពួកអភិជនទូសានខណៈពេលដែលក្មេងកញ្ជ្រោងដតីធាតកំពុងស្ដាប់ការបង្រៀនយ៉ាងយកចិត្តទុកដាក់ទូសាននីងបានដេកស្ទោកស្ទឹងកូនកញ្ជ្រោងតូចដែលមានរោមពណ៌ទឹកក្រូចម្នាក់ដែលអង្គុយក្បែរនាងស្ដាប់គ្រូបង្រៀនដោយធូនទ្រន់ហើយគិតនៅក្នុងចិត្តថា Master Kang បានឈប់សម្រាកច្រើនថ្ងៃមកហើយឃុំនឹកគាត់ខ្លាំងណាស់ដោយមើលទៅទូសាននីងតែកំពុងដេកលក់យ៉ាងស្កប់ស្កល់កញ្ជ្រោងតូចនោះបានរអ៊ូរទាម្នាក់ឯងថាហេតុអ្វីបានជាមានតែនីងម្នាក់គត់ដែលអាចដេកលក់យ៉ាងសុខសាន្តបែបនេះគ្រូបង្រៀនកំពុងតែបង្រៀនមេរៀនតែគួរឲ្យចាប់អារម្មណ៍ណាស់តោះ
គ្រូបង្រៀនដែលកំពុងជោគជិតនឹងការបង្រៀនបានផ្អាកมือแผลดនៅពេលគាត់ឃើញ Lord Wu Xuan ដើរចូលមកនៅពេលដែលគ្រូហៀបនឹងសួរថា Lord Wu Xuan លោកម្ចាស់បានដើរចូលមកត្រង់ដោយមិនខ្វល់ពីក្រសែភ្នែកអ្នកជុំវិញខ្លួនឡើយទូ Channing បានអង្គុយយ៉ាងស្ងប់ស្ងាត់នៅលើកៅអីរបស់នាងដោយកំពុងយល់សប្តិយ៉ាងរីករាយនិងមិនដឹងពីការដាស់តឿនរបស់មិត្តរួមថ្នាក់ឡើយนิ่งភ្ញាក់ឡើងដោយឮសំឡេងនៅក្បែរត្រចៀកហើយគិតថាជាចាងជឿកំពុងបង្អាបនាងទូ Channing បានបដូរអ៊ីរិយាបថដេកឲ្យកាន់តែស្រួលហើយរអ៊ូរទៀមថាបងថ្លៃឈប់ទៅក្មេងៗកិនជ្រងនៅជុំវិញនោះបានផ្ទុះសំណោតឡើងដោយភ្ញាក់ឡើងទាំងងងួយគេងទូ Channing បានព្រិចភ្នែកតិចដោយមានទឹកមាត់ជាប់នៅមាត់នៅឡើយនាងមិនភ្លេចការពារខ្លួនឯងភ្លាមថាលោកគ្រូខ្ញុំមិនបានដេកទេលើកនេះសំឡេងសើចនៅក្នុងថ្នាក់រៀនកាន់តែខ្លាំងជាងមុនទៅទៀតដោយភាពអៀនខ្មាស់ទូ Channing បានអោនក្បាលចុះហើយត្រចៀករបស់នាងបានធ្លាក់ចុះគ្រូបង្រៀនដែលកំពុងតែព្យាយាមទប់សំណោចដែរនោះបានធ្វើពុតជាមើងម៉ាត់យ៉ាង Mistress Ning មានចាស់ទុំម្នាក់កំពុងរកនេះដោយចង់ដឹងទូ Channing បានងើបមុខមើលថានរណាដោយស្គាល់ចាស់ទុំដែលស្លៀកពាក់អាវពណ៌ស្វាយនោះនាងក៏ដឹងថាជា Lord Wu Xuan ពួកគេក៏បានទៅបន្ទប់មួយទៀតដើម្បីជជែកគ្នាបទពិសោធន៍ជាច្រើនឆ្នាំក្នុងការបង្កបញ្ហាបានធ្វើឲ្យទូ Channing មានទម្លាប់បដិសេធរាល់កំហុសឆ្គងមុនពេល Lord Wu Xuan អាចនិយាយអ្វីបាននាងបាននិយាយមុនថា Lord Wu Xuan តើអ្នកចង់បានអ្វីนิ่งមិនបានបង្កបញ្ហាអ្វីទេនាពេលថ្មីនេះ Lord Wu Xuan បានបង្ហាញទឹកមុខស្មោះត្រង់ហើយបានអោនក្បាលយ៉ាង Mistress Ning វាមិនមែនថាអ្នកបង្កបញ្ហានោះទេខ្ញុំមានរឿងមួយដែលត្រូវការឲ្យអ្នកជួយបន្ទាប់ពីធ្វើជាអ្នកផ្ដល់ដំណឹងអស់ជាច្រើនឆ្នាំទីបំផុតជំនាញរបស់នាងត្រូវការប៉ុន្តែរឿងនេះធ្វើឲ្យទូ Channing មានការសង្ស័យលោកចង់ឲ្យខ្ញុំជួយតែខ្ញុំអាចជួយលោកបានទេដោយបារម្ភថានាងនឹងបដិសេធ Lord Wu Xuan បានប្រើល្បឹកដើម្បីលើកតម្កើងឋានៈរបស់នាងនេះជារឿងដែលមានតែយ៉ាង Mistress Ning មនគុតដែលអាចជួយខ្ញុំបានទីបំផុតនាងតូចនៃត្រកូលទូសានមានអារម្មណ៍ថាខ្លួនឯងត្រូវបានគេយកចិត្តដាក់ទាត់នាងគិតដោយមកពីភាពថាអូนิ่งពិតជាសំខាន់មែនឥឡូវនេះខ្ញុំពិតជាបានខ្លាចជាកញ្ជ្រោងដែលមានភាពចាស់ទុំនិងមានភាពជឿជាក់ហើយដោយសារតែបានយល់ព្រមក្នុងចិត្តរួចទៅហើយទូ Channing បានសួរថាចុះប្រាប់មកមើលតើវាជារឿងអ្វីដែលខ្ញុំអាចជួយលោកបានតើហាក់ដូចជារងចាំឱកាសនេះ Lord Wu Xuan បានគ្រវីដៃរបស់គាត់ហើយយ៉នឬ Talisman និងថ្មវិញ្ញាណផ្សេងបានហោះចេញមកដោយឃើញភ័ស្តុតាងនៅលើតុបេះដូងរបស់ទូ Channing បានលោតញាប់របស់ទាំងនេះមិនមែនជារបស់បងថ្លៃទេឬកាលពីយប់នៅកំពូលភ្នំ Tiger House ខ្ញុំថែមទាំងបានជួយគាត់រៀបចំរបស់ខ្លះក្នុងចំណោមរបស់ទាំងនេះទៀតផង Lord Wu Xuan បានលើកសម្លេងខ្លាំងដោយមានអារម្មណ៍ថាត្រូវគេលាតត្រដាងនិងខ្លាចគេដឹងពីការចូលរួមរបស់នាងបានព្យាយាមលើកបាំងកំហុសទូ Channing ធ្វើពុតជាមិនដឹងហើយសួរថាតើរបស់ទាំងនេះជាអ្វី Lord Wu Xuan បានឆ្លើយទាំងកំហឹងថាជាងជ្វេបានប្រើបច្ចេកទេសហាមឃាត់ដើម្បីព្យាយាមធ្វើផែនការដ៏អាក្រក់មួយនេះគឺជាភស្តុតាងដែលមិនអាចប្រកែកបានថាគាត់បានរៀបចំផែនការប្រឆាំងនឹងលោកម្ចាស់ការឮបែបនេះវាមិនខុសពីការចោទប្រកាន់ថាទូ Channing ក៏ជាបពុះដែរដោយមានអារម្មណ៍ថាខុសនាងបានងាកមុខចេញប៉ុន្តែនៅតែការពារគាត់មិនធ្វើរឿងបែបនេះទេបងថ្លៃរបស់ខ្ញុំមិនមានសមត្ថភាពបែបនោះឡើយ Lord Wu Xuan មិនព្រមបោះបង់ឡើយជាងជ្វេមកពីវាំង Divine Firman គាត់ជំនាញខាងបច្ចេកទេសយន្តនិងវិធីសាស្ត្របញ្ជាចាត់មនុស្សកាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានកត់សម្គាល់ឃើញថាចារឹករបស់លោកម្ចាស់បានផ្លាស់ប្ដូរយ៉ាងខ្លាំងនៅពេលនាងនៅជាមួយជាងជ្វេខ្ញុំបានលួចស៊ើបអង្កេតហើយពិតជាបានរកឃើញភស្តុតាងនៅជុំវិញកំពូលភ្នំ Tiger House ថាគាត់បានរៀបចំយុទ្ធសាស្ត្រតាំងពីមុន
ចំពោះអ្នកណាជាគោលដៅនោះយ៉ាង Mistress Ning ខ្ញុំមិនបាច់ប្រាប់អ្នកក៏អ្នកដឹងដែរមែនទេជាងជ្វេគឺជាចចកក្នុងរោមជាងប៉ុន្តែគួរឲ្យស្ដាយណាស់ដែលសមាជិកត្រកូលធូសានខ្លះនៅតែចាត់ទុកគាត់ជាមនុស្សល្អការបន្ហូបរបស់ Lord Wu Swan បានប៉ះចំអុំមនសិការខប់របស់ធូសាននីងនាងគិតក្នុងចិត្តថាលោកគ្រាន់តែនិយាយឈ្មោះឲ្យចាំទៅមិនល្អជាងឬបន្ទាប់មកធូសានីងបានញៀកក្បាលចេញហើយនិយាយយ៉ាងត្រជាក់ថាចុះតាលោកចង់ឲ្យខ្ញុំធ្វើអ្វីយកផតតាងនេះទៅរកបងស្រីរបស់ខ្ញុំនិងប្រឈមមុខជាមួយជាងជ្វេទៅ Lord Wu Swan បន្តបញ្ជូលចិត្តនាងថាគ្រាន់តែប៉ុណ្ណេះវានៅមិនទាន់គ្រប់គ្រាន់សម្រាប់បង្ហាញពីការខុសច្បាប់របស់គាត់ទេ កាលពីប៉ុន្មានថ្ងៃមុនជាងជួបានទៅ Tiger Hall Peak ជាមួយម្ចាស់បង Elder Wu Swan ចង់អញ្ជើញយ៉ាង Mistress Ning ឲ្យមកស៊ើបអង្កេតពីស្ថានភាពរបស់ម្ចាស់បងអ្នកមានកំបត់ការពារខ្លួនហើយនៅក្នុងធូសាន់ទាំងមូលមានតែអ្នកម្នាក់គត់ដែលអាចទទួលខុសត្រូវលើរឿងនេះបានដើម្បីសុវត្ថិភាពរបស់ធូសាន់ Clan និងម្ចាស់បងសូមយ៉ាង Mistress Ning មេត្តាជួយពួកយើងផងធូសាន់ Ning លួចសើចចំអកក្នុងចិត្តខ្ញុំបានជួយបិទបាំងឲ្យបងថ្លៃរបស់ខ្ញុំច្រើនដងណាស់មកហើយខ្ញុំស្ទើរតែខ្លាយជាអ្នកជំនាញទៅហើយសម្ដីរបស់ Elder Wu Swan ស្ដាប់ទៅហាក់បីដូចជាពិរោះប៉ុន្តែជាអកុសលនីងមិនមែនជាកញ្ជ្រោងតូចដែលងាយនឹងជឿតាមសម្ដីផ្អែមល្ហែមទៀតនោះទេធូសាន់នីងបានធឿពុតជាបែកក្បាលចិនហើយនិយាយថាលោកចង់ឲ្យខ្ញុំធ្វើរឿងបែបនេះម្ដងទៀតឬបន្ទាប់មកនាងក៏ងាកមកវិញជាមួយនឹងក្រសែភ្នែកដ៏ប៉ិនប្រសប់ហើយនិយាយដោយសម្ដីបែបល្បិចកលថារឿងនេះវាហាក់ដូចជាពិបាកបន្តិចហើយតើ Elder Wu Swan មិនយល់ពីបំណងរបស់នាងយ៉ាងដូចម្ដេចទេទុកមុខដែលអស់សង្ឃឹមបន្តិចបានលេចទៅលើមុខរបស់គាត់ខណៈដែលគាត់ដង្ហើមធំក្នុងចិត្តតើជាងជួម្នាក់នោះបានធ្វើឲ្យយ៉ាង Mistress Ning ខូចអស់ហើយមែនទេទិដ្ឋភាពបានផ្លាស់ប្ដូរទៅកាន់ផ្នែកខាងក្នុងរបស់ Tiger Hall Peak បរិយាកាសនៅលើគ្រែមានភាពស្ងប់ស្ងាត់ណាស់ជាងជួកំពុងកេងកោយនៅលើភ្លៃរបស់ធូសានឡាន់យ៉ាងយកចិត្តទុកដាក់អានសៀវភៅខណៈពេលដែលនាងលេងសក់របស់គេដោយក្តីរីករាយរំពេះនោះមានយន្តតាក់ទងមួយបានហោះចូលមកពីខាងក្រៅរូងភ្នំនៅពេលនោះធូសានឡានកំពុងលេងសើចនឹងមុខរបស់ជាងជួប៉ុន្តែគេបានកត់សម្គាល់ឃើញយន្តនោះជាងជួអង្គុយឡើងហើយស្ដាប់ដោយឮសំឡេងរបស់ស្វតស្លេវថាលីនឈីងអ៊ីកំពុងរងចាំនៅខាងក្រៅរូងភ្នំខ្ញុំនឹងទៅសាន់មូនលេកដែលឃើញឯងអ្នកត្រូវតែការពារម្ចាស់ឲ្យបានល្អដោយរវល់លួងឡំធូសានឡាន់ឲ្យស្ដាប់បង្គាប់ជាងជួបានដើរទៅកាន់ច្រកចូលរូងភ្នំបន្តិចក្រោយមកដោយឃើញថាជាងជួបានចេញមកលីនឈីងអ៊ីបានសួរដោយក្តីបារម្ភថាតើ Little Grandmaster មានសុវត្ថិភាពទេជាងជួបានកោះទ្រូងខ្លួនឯងដើម្បីផ្ដល់ភាពជឿជាក់ខ្ញុំជាកូនប្រសាររបស់ធូសាន់គ្មានអ្នកណាហ៊ានធ្វើអ្វីខ្ញុំឡើយតើឯងបានយករបស់ដែលខ្ញុំសុំមកដែរឬទេលីនឈីងអ៊ីបានដោះកាបូបពីស្មារបស់គាត់ហើយឆ្លើយថាបាទខ្ញុំយកមកហើយតើមានរឿងអ្វីកើតឡើងនៅក្នុងធូសានមែនទេប្រសិនបើមានគ្រោះថ្នាក់ខ្ញុំនឹងលះបង់ជីវិតដើម្បីការពារ Little Grandmaster ហើយជួយអ្នកឲ្យរត់គេចខ្លួននៅពេលទទួលយករបស់របរជាងជួបានឆ្លើយថាពិតណាស់មានរឿងកើតឡើងគេបានស្ពាយកាបូបនៅពីក្រោយខ្នងហើយងាកមកចូលទៅខាងក្នុងវិញប៉ុន្តែមិនភ្លេចងាកមកលួងលោមវិញថាប្រសិនបើមានគ្រោះថ្នាក់ឯងមិនបាច់ប្រាប់ខ្ញុំទេ Little Grandmaster ម្នាក់នេះនឹងរត់មុនគេបង្អស់ប៉ុន្តែលីនឈីងអ៊ីនៅតែសួរដោយបារម្ភថាប្រសិនបើលោកត្រូវការរបស់ទាំងនេះជាងជួបន្តដើរបណ្ដើរនិយាយបណ្ដើរដោយមិនងាកក្រោយការត្រៀមខ្លួនទុកជាមុនគឺដើម្បីការពារបញ្ហានៅថ្ងៃក្រោយខឿងនៅតែត្រូវស្នាក់នៅទីនេះមួយរយៈទៀតភិក្ខុតូចនិង Great Elephant God នឹងត្រឡប់មកវិញក្នុងរយៈពេល 2-3 ថ្ងៃទៀតចូលមើលថែពួកគេផងលីនឈីងអ៊ីអាចត្រឹមតែធ្វើតាមបង្គាប់បាទ Little Grandmaster បន្ទាប់ពីការសន្ទនាខ្លីរបស់ពួកគេលីនឈីងអ៊ីក៏បានចាក់ចេញទៅជាងជួដើរចូលទៅខាងក្នុងវិញយ៉ាងរំភើយចង់ត្រឡប់ទៅក្បែរធូសានឡានវិញខណៈពេលដែលគេដើរកាត់ជ្រុងថ្មមួយសំឡេងស៊ូសដែលគួរឲ្យសង្ស័យមួយបានបន្លឺឡើងជាងជួសម្លឹងមើលជុំវិញដោយការងឿងឆ្ងល់ហើយបញ្ចេញសំឡេងហឹស
ដោយមិនដឹងខ្លួនប៉ុន្តែគ្មានអ្នកណាតបឡើយ ជាងជួបានដើរទៅក្បែរក្រែហើយឃើញទូសានឡានអង្គុយនៅទីនោះយ៉ាងរំភើបដោយទះកន្លែងទូនេនៅក្បែរខ្លួននាងដដែលហើយនិយាយថាអាដាមហាក់ដូចជាវាបានคล้ายទៅជាទម្លាប់ទៅហើយជាងជួបានផ្អែកខ្នងទៅលើជើងរបស់ទូសានឡានយ៉ាងមានផាសុកភាពហើយអានសៀវភៅរបស់គេយ៉ាងរំភើយរំពេចនោះនៅពេលឮសំឡេងចម្លែកអ្នកទាំងពីរក៏បានឈប់សកម្មភាពស្និទ្ធស្នាលភ្លាមជាងជួអង្គុយឡើងសួរដោយការសង្ស័យអំពីទូសាននឹងបន្ទាប់មកជាងជួក៏បានបង្អប់ថាមិននៅទីនេះទេឬមើលទៅស្លាកសញ្ញាមិនអនុញ្ញាតឲ្យទូសាននឹងឆ្កែចូលនៅតែមានប្រសិទ្ធភាពនៅពេលឮគេប្រៀបធៀបខ្លួនទៅនឹងឆ្កែទូសាននឹងបានបង្ហាញខ្លួនឡើងដោយកំហឹងហើយតបវិញថាគ្មានស្លាកសញ្ញាបែបនឹងទេឃើញទូសាននឹងបង្ហាញខ្លួនជាងជួក៏ញញឹមប៉ុន្តែទូសាននឹងនៅតែមានអារម្មណ៍ថាអន់ចិត្តបន្តិចដោយសួរថាបងស្រីមិនទាន់ចាប់អារម្មណ៍ឃើញខ្ញុំទេតើបងថ្លៃរកខ្ញុំបានដោយរបៀបណាដោយបានបញ្ឆោតទូសាននឹងបានសម្រេចជាងជួបានឆ្លើយដោយមោទនភាពថានេះគឺជាការយល់ចិត្តគ្នារវាងបងថ្លៃនិងប្អូនថ្លៃស្រីទូសាននឹងធ្វើមុខជូរហើយនិយាយថាខ្ញុំមិនត្រូវការយល់ចិត្តបែបនឹងទេអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតគឺទូសានឡានបានហោះចុះពីលើក្រែហើយសង្កត់ក្បាលរបស់ទូសាននឹងទៅនឹងដីធ្វើឲ្យនាងប្រញាប់អង្វរថាបងស្រីកុំវាយខ្ញុំអីខ្ញុំដឹងកំហុសហើយ នឹកស្មានមិនដល់បន្ទាប់ពីសង្កត់ធូសាននីងចុះធូសានឡានបានលើកនាងឡើងហើយហៅនាងយ៉ាងផ្អែមល្អែមថា Darling ធូសាននីងស្រឡាំងកាំងភ្លាមដោយសម្លឹងមើលភ្នែកធំទៅកាន់ឈ្មោះហៅក្រៅថ្មីនេះបន្ទាប់មកធូសានឡានក៏បានអបធូសាននីងយ៉ាងណែនដោយយកថ្ពាល់ប៉ះគ្នាហើយនិយាយដោយភាពស្លូតត្រង់ថាឲ្យបងអបអូនបន្តិចមកធូសាននីងមិនអាចជួយអ្វីបានក្រៅពីព្រឺរោមហើយញើសក៏ហូរចិនមកលើថ្ងាធូសានឡានដែលចង់ចែករំលែកក្តីរំភើបរបស់នាងនាំធូសាននីងទៅក្បែរជាងជွယ်ប៉ុន្តែធូសាននីងចាប់ផ្ដើមស្ដីបន្ទោសគេឯងប្រហែលជាមិនជឿទេនៅពេលដែលអ្នកដតីនិយាយប៉ុន្តែបងថ្លៃពិតជាមនុស្សប្រភេទនេះមែនជាមនុស្សចចកគ្រងរោមយាងអាក្រក់ជាងជ្រូកឬឆ្កែទៅទៀតជាសត្វទេរឆានក្នុងរូបរាងមនុស្សដោយត្រីបានគេចោទប្រកាន់ដោយអយុត្តិធម៌ជាងជွယ်ក៏ស្រែកឡើងដោយក្តីមិនសុខចិត្តថាប្អូនថ្លៃស្រីឯងពិតជាគ្មានបេះដូងមែនខ្ញុំតែងតែធ្វើល្អដាក់ឯងរឿងឯងក៏មកជេរខ្ញុំដោយគ្មានហេតុផលបែបនេះធូសានីងមិនមែនជាមនុស្សដែលងាយនឹងចោទចែងនោះនាងក៏តបវិញភ្លាមថានេះហើយថាធ្វើល្អដាក់ខ្ញុំមែនទេខ្ញុំតែងតែត្រូវទទួលខុសត្រូវចំនួនរឿងដែលឯងបានធ្វើហាក់ដូចជាពិបាកនឹងប្រកែកជាងជွယ်ធ្វើពុតជាក្អកសកកហើយបែកក្បាលចិនដោយភាពខុសឆ្គងដើម្បីរកលេសក្អកយើងទាំងអស់គ្នាជាគ្រួសារតែមួយតាធូសានីងមិនចង់ប្រកែកជាមួយជាងជွယ်ទេនាងបានស្ទុះទៅរកគេដោយកំហឹងបង្ហាញធ្មេញសស្គុះរបស់នាងជាការគំរាមបើឯងហ៊ាននិយាយតែមួយម៉ាត់ទៀតខ្ញុំនឹងខំឯងឲ្យងាប់ការស្ទុះទៅរកធូសានីងគឺលឿនណាស់រហូតដល់នាងបានឡើងទៅលើជាងជွယ်ដោយផ្ទាល់រៀបនឹងខំធ្វើឲ្យគេស្រែកឡើងដោយការភ្ញាក់ផ្អើលថាអេកុំខំអីភ្នែករបស់ធូសានីងប្រែជាក្រហមដោយសារតែកំហឹងខណៈពេលដែលនាងបានខំដៃរបស់ជាងជွယ်យ៉ាងខ្លាំងប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នាងបានខំចំលើអាវក្របើរឹងមាំដែលគេនៅតែពាក់មិនត្រឹមតែមិនអាចធ្វើឲ្យគេរបួសប៉ុណ្ណោះទេថែមទាំងធ្វើឲ្យធ្មេញរបស់នាងហូរឈាមទៀតផងធូសានីងយំដោយភាពមួម៉ៅថាបងថ្លៃអាក្រក់ហេតុអ្វីក៏ធ្វើឲ្យបងស្រីឈឺបែបនេះជាងជွယ်ក៏បានទាញធូសានីងមកវិញភ្លាមដើម្បីសួរនាងក្បាច់គុណរបស់បងស្រីឯងខ្លាំងណាស់តើខ្ញុំអាចធ្វើឲ្យនាងឈឺចាប់យ៉ាងដូចម្តេចទេតើអ្នកណាប្រាប់ឯងថាខ្ញុំចង់ធ្វើបាបនាងធូសានីងស្រឡាំងកាំងបន្តិចរួចបន្តសួរថាចុះហេតុអ្វីបានជាបងស្រីទៅជាបែបនេះដោយមិនអាចលាក់បាំងនឹងក្រជូនតូចម្នេះនេះបានទៀតជាងជွယ်បានឆ្លើយដោយស្មោះថានាងឈឺហើយធូសានីងមិនចង់ជឿសក់ថាបងស្រីដ៏ខ្លាំងពូកែរបស់នាងកំពុងតែឈឺនាងនិយាយដោយកំហឹងថាមិនអីទេឯងថែមទាំងហ៊ានបន់ឲ្យនាងឈឺទៀតផង
ខឿនថាទូសានីងចង់វាយគេម្ដងទៀតជាងជួក៏បានរុញនាងចេញដើម្បីបន្តបញ្យន្តថានាងប៉ັດជាឈឺមែនចាំខ្ញុំប្រាប់ឯងបន្ទាប់ពីចំណាយពេលពន្យល់មួយសន្ទុះនៅពេលដែលទូសានីងយល់ច្បាស់ហើយទូសាឡានដែលហត់នឿយនឹងការលេងក៏បានលងលោកទៅជាងជួនេះទៅកាន់ទូសានីងដោយស្មោះថារឿងវីបែបហ្នឹងឯងចំពោះរឿងជាមួយវូស្វានសัตว์ចូលឯងទៅស៊ើបអង្កេតបន្តិចទៅក៏សង្ស័យខ្ញុំដោយគ្មានហេតុផលឬប្រហែលជាសង្ស័យបងស្រីឯងចងចាំថាគុំឲ្យរបូតការអ្វីឲ្យសោះចាំទាល់តែហួរនោះត្រឡប់មកវិញចាំនិយាយអ្វីទៀតស្ថានភាពបច្ចុប្បន្នមើលទៅមិនសូវជាល្អប៉ុន្មានទេ ទូសាននឹងនិយាយដោយអស់សង្ឃឹមថាតែយើងគួរធ្វើដោយម្ដេចទៅឥឡូវនេះនាងរឹងរស់ជាងខ្ញុំទៅទៀតប្រសិនបើយើងធ្វើឲ្យមានរឿងធំទូសានក្លែនទាំងមូលនឹងចង់ផ្ដួលរំលំភារកិច្ចរបស់នាងជាមិនខានគំនិតនោះហាក់ដូចជាមិនសូវត្រឹមត្រូវប៉ុន្មានទេទូសានឡានគឺគួរឲ្យខ្លាចណាស់ដែលអាចដេញតាមអ្នកទាំងពីរជាមួយនឹងទូសានក្លែនទាំងមូលនៅពេលគិតដល់ទស្សនវិជ្ជានោះទឹកមុខរបស់អ្នកទាំងពីរក៏ប្រែជាស្លេកស្លាំងអ្នកណាថាមិនចឹងបន្ទាប់មកជាងជាក៏បានបញ្ចេញស្នាមញញឹមបែបបញ្ចរចង់ឆ្លៀតឱកាសនេះដើម្បីសុំជំនួយនាងបងថ្លៃរបស់ឯងបានខំប្រឹងមើលថែបងស្រីរបស់ឯងអស់រយៈពេលប្រហែលថ្ងៃមកហើយខ្ញុំមិនទាន់បានកកសក់ឬផ្លាត់ប្ដូរខោអាវនៅឡើយទេតែឯងអាចជួយមើលនាងបន្តិចបានទេខ្ញុំនឹងទៅសម្អាតខ្លួនរួចត្រឡប់មកវិញភ្លាមទឹកមុខរបស់ទូសានលីងបង្ហាញពីភាពអាណិតអាសូរបងថ្លៃលោកពិតជាបានខំប្រឹងខ្លាំងណាស់ក្នុងរយៈពេលប្រមាណថ្ងៃនេះដោយគិតថាទូសាននីងបានចាញ់ល្បិចរបស់គេជាងជាក៏បានឆ្លើយយ៉ាងដាក់ខ្លួនថាវាជារឿងដែលខ្ញុំគួរធ្វើជារឿងដែលខ្ញុំគួរធ្វើវាគឺដើម្បីបងស្រីរបស់ឯងមិនអីទេខ្ញុំទៅហើយនឹងមកវិញភ្លាមមុនពេលដែលគេនិយាយចាប់ទូសាននីងបានមីភ្នែករបស់នាងហើយនិយាយដោយល្បិចថាប៉ុន្តែបងថ្លៃតើនាងមើលទៅដូចជាមនុស្សដែលងាយនឹងចាញ់បោកគេខ្លាំងណាស់មែនទេបន្ទាប់មកទូសាននីងក៏បានប្រើកំណត់របស់នាងដើម្បីបំបាំងកាយបាត់ទៅក្នុងអាកាសមិនភ្លេចទុកពាក្យលាឡាយបាយបាយនាងបានទុកឲ្យជាងជាឈរនៅទីនោះទាំងថ្មឹងនៅខាងក្រៅ Thousand Foxes Peak ពពកពណ៌សនៅតែបន្តលេងសើចជាមួយនឹងពន្លឺព្រះអាទិត្យនិងខ្យល់នៅលើ